ខ្ញុំជឿថាបងប្អូនមួយចំនួនដែលនៅស្រុកហ៊ីនស្វាយប្រហែលជាគាត់ស្គាល់កន្លែងនេះហើយគាត់ស្គាល់ច្បាស់ហើយកន្លែងនេះគេហៅថាចុងសាច់ឬក៏លូកូគីនឹងបើសិនជាបងប្អូនដឹងថាកន្លែងហ្នឹងគេហៅថាមិនទៀតជួយប្រាប់ផងព្រោះខ្ញុំអត់សូវស្គាល់ច្បាស់ណាស់ទេខ្ញុំសួរក្មេងឯមុនណាគេប្រាប់ខ្ញុំអញ្ចឹងក៏ខ្ញុំនិយាយតាមគេអញ្ចឹងទៅហើយអ្នកនរគ្នាដែលអត់បានមកមួយរយៈនេះដែរឥឡូវទឹកកាន់តែឡើងខ្លាំងណាស់ផ្លូវមួយចំនួនវាឡើងលិចហើយអញ្ចឹងផ្លូវមួយចំនួនទៀតដែលវាអត់ទាន់លិចទេខ្ញុំគិតថាបើសិនជាទឹកនៅតែបន្តឡើងទៀតប្រហែលផ្លូវនេះវាត្រូវលិចហើយអត់យូរទៀតទេព្រោះកន្លែងខ្លះឡើងពីផ្លូវហើយប្រហែលជាឡើងតែមួយឆ្អាមទៀតលិចច្រើនកន្លែងណាហើយមើលបងប្អូនយើងមកលេងច្រើនណាបងប្អូនអើយអាហ្នឹងថ្ងៃសៅរ៍ផងបើសិនជាថ្ងៃអាទិត្យវិញខ្ញុំជឿជាក់ថាផ្លូវថ្មើរជើងចាក់ទៅមុខមនុស្សអត់ដល់កន្លែងនេះហេកន្លែងនេះច្រើនជាងផ្លូវថ្មើរជើងចាក់ទៅមុខទៀតមនុស្សមកពីណាទេណែនមកអាទិត្យមុនចឹងមនុស្សមកពីណាអូច្រើនមែនទែនហើយសារក៏សម្រាប់ពីការងារអញ្ចឹងហើយគាត់អត់ទៅដើរលេងឆ្ងាយពីផ្ទះគាត់អីណាទេព្រោះនៅចិត្តផ្ទះគាត់ក៏មានទេសវាស្អាតដែរអញ្ចឹងហើយក៏គាត់មកកំសាន្តនៅកន្លែងហ្នឹងអីចឹងទៅហើយខ្យល់បក់រិតសុទ្ធមែនទែនតែទីនោះខ្យល់បក់មករំភើយទៅជាស្រួលណាស់មកចាំទៅណាឆ្ងាយទេបើល្ងាចឡើងវិញមានថ្ងៃលិចឲ្យយើងមើលទៀតហើយក៏បងប្អូនមួយចំនួនគេដាក់ស្រាដាក់វិយាដាក់ speaker មកជឿងនៅទីនេះទៀតហើយបងប្អូនខ្លះក៏គាត់ជិះទូកដើរលេងមួយជុំពីរជុំអីចឹងទៅហើយទូកហ្នឹងគេមិនយកថ្លៃប្រហែលនេះមួយជុំអីតែ10000រៀលទេជិះបានទៅ4ទៅ5នាក់ហើយបងប្អូនមួយចំនួនក៏គាត់យកសាច់ខ្លែមយកអីមកទៅហើយបងប្អូនមួយចំនួនទៀតគាត់មិនបានយកសាច់ខ្លែមមកទេគាត់ក៏ទិញសាច់នៅទីនេះទៅហើយក៏សូមឲ្យបងប្អូនទាំងអស់គ្នាហ្នឹងជួយថែរក្សាបរិស្ថានបានស្អាតផងឥឡូវខ្ញុំមើលទៅឃើញដូចមានសម្រាមច្រើនហើយបងប្អូនមួយចំនួនពេលដែលគាត់ហូបហើយគាត់បោះចោលសម្រាមនៅទីនេះអញ្ចឹងទៅអញ្ចឹងហើយពេលដែលបងប្អូនមកហូបអីកុំភ្លេចយកថង់ផងដើម្បីទុកសម្រាមបានត្រឹមត្រូវបើសិនជាយើងបោះបង់សម្រាមពេញទឹកពេញអីទៅវាធ្វើឲ្យទឹកនៅទីនេះវាគ្មានក្លិនស្អុយអីចឹងទៅហើយពេលដែលខ្យល់មកយើងហឺតចូលទៅមានក្លិនស្អុយចូលខ្លួនយើងអញ្ចឹងទៅអញ្ចឹងជួយរក្សាបរិស្ថានឲ្យបានស្អាតបងប្អូនគ្នាផងបើសិនជាបងប្អូនមិនជួយថែរក្សាបរិស្ថានទេគ្មានអ្នកណាជួយថែរក្សាបរិស្ថានជាមួយយើងទេអញ្ចឹងហើយមានតែបងប្អូនដែលមកលេងទីនេះជួយដាក់សម្រាមឲ្យបានត្រឹមត្រូវពេលដែលទៅវិញជួយបោះចោលសម្រាមឲ្យបានស្អាតបាតផងឲ្យមនុស្សខ្ញុំជួយចាក់ថាមនុស្សថ្ងៃអាទិត្យហ្នឹងដល់មនុស្សមកច្រើនហើយដឹងតែរកកន្លែងអង្គុយមិនចង់បានផងអ្នកខ្លះទៅអង្គុយដល់លើទៀតហើយអ្នកខ្លះទៀតក៏គាត់មកមុនគាត់មកដល់កន្លែងហ្នឹងអញ្ចឹងហើយពេលដែលខ្ញុំថតនេះប្រហែលជាម៉ោង5ជាងជិត6ជាងផងណាមនុស្សនៅតែគេមកលេងទៀតហើយមើលថ្ងៃរៀបលិចហើយបើសិនជាចាក់ស្រាយវិញនៅខាងក្រៅវិញល្ងិតឯណាតែថតទូរស័ព្ទចឹងមើលទៅអត់សូវល្ងិតបានទេតែនៅក្រៅវិញល្ងិតហើយបងប្អូនយើងនៅតែមកលេងបន្តទៀតចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេកុំភ្លេចជួយ share វីដេអូនេះម្នាក់មួយផងឲ្យអ្នកទាំងអស់គ្នាបានឃើញឬក៏អ្នកទាំងអស់គ្នាដែរអត់តន់បានដឹងអីជួយ share វីដេអូនេះឲ្យគាត់បានឃើញផងចឹងវីដេអូយើងមានតែប៉ុណ្្នេះទេជំរាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ